ស្រមៃមើលសិល្បករលោតអន្ទាក់សម្ដែងក្នុងរោងសៀកត្រៀមលោតពួកគេប្រហែលជាមានអារម្មណ៍ភ័យខ្លាចការថប់បារម្ភនិងមានអារម្មណ៍ការប្រញាប់ប្រញាល់ពួកគេដឹងថាពួកគេនឹងត្រូវលោតចេញពីអន្ទាក់ប៉ុន្តែពួកគេក៏ដឹងដែរថាដៃគូកំពុងរង់ចាំនៅលើអាកាសដើម្បីកាន់ពួកគេទោះបីជាពួកគេធ្លាប់បានធ្វើច្រើនដងពីមុនមកឬវាជាការលោតលើកដំបូងរបស់ពួកគេក៏ដោយការមានដៃគូដើម្បីពឹងពាក់គឺចាំបាច់ដើម្បីហ៊ានលោតនិងបន្តការពង្រឹងបណ្ដាញគាំទ្ររបស់អ្នករៀនពឹងផ្អែកលើអ្នកដទៃនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តក្នុងការឈានជើងទៅមុខម្យ៉ាងទៀតគ្រាន់តែតាក់ទងជាមួយមនុស្សផ្សេងទៀតសម្រាប់សកម្មភាពដែលមានន័យសម្រាប់អ្នកអាចជួយអ្នកពង្រឹងទំនាក់ទំនងរបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនបាននិយាយជាមួយមួយរយៈនិងចែករំលែកពេលវេលាសំខាន់ជាមួយពួកគេទំនាក់ទំនងគឺដូចជារុក្ខជាតិត្រូវការស្រោចទឹកដើម្បីឲ្យលូតលាស់បានល្អពួកគេត្រូវការការថែទាំនិងការយកចិត្តទុកដាក់របស់យើងប្រហែលជាក្នុងអំឡុងពេលនេះអ្នកមិនមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ដើម្បីតាក់ទងមិត្តភ័ក្តិប្រហែលជាចូលទៅចិត្តដៃគូរបស់អ្នកឬមនុស្សជាទីស្រឡាញ់ដោយដែលអ្នកអាចឃើញនៅក្នុងរូបភាពការយកចិត្តទុកដាក់លើបណ្ដាញសង្គមរបស់អ្នកមានសារៈសំខាន់ដោយសារតែកត្តាសំខាន់ចំនួន3 1. បទពិសោធន៍វិជ្ជមានរបស់អ្នកនឹងកើនឡើងហើយដូច្នេះអ្នកនឹងទទួលបាននូវបទពិសោធន៍ល្អបន្ថែមទៀត 2. វានឹងជួយអ្នកបង្កើតជីវិតដ៏មានន័យម្យ៉ាងទៀតអ្នកអាចបន្តទំនាក់ទំនងចាស់និងស្វែងរកមិត្តភាពថ្មីឬធ្វើការលើទំនាក់ទំនងថ្មី 3. អ្នកនឹងកត់សម្គាល់ពីភាពប្រសើរឡើងនៃអារម្មណ៍របស់អ្នកដែលជាលទ្ធផលនៃការធ្វើឲ្យសកម្មនិងបង្កើនទំនាក់ទំនងសង្គមរបស់អ្នក